ហេតុអ្វីបានជាទឹកសមុទ្រប្រៃតើអំបិលមកពីណាខ្លះទឹកភ្លៀងធ្លាក់ពីលើមេឃមកទឹកទន្លេក៏សាបតែហេតុអ្វីបានជាទឹកទាំងនោះហូរចូលទឹកសមុទ្រតែបែរជាធ្វើឲ្យទឹកសមុទ្រមានរសជាតិប្រៃទៅវិញតើមានអ្នកណាយកអំបិលរាប់លានតោនទៅចាក់ក្នុងសមុទ្រមែនដែរឬទេថ្ងៃនេះចម្ងល់នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីអាថ៌កំបាំងនៅពីក្រោយរសជាតិប្រៃនៃមហាសមុទ្រមានហេតុផលមួយចំនួនដែលគេបានបកស្រាយដូចខាងក្រោមហេតុផលទី1ដំណើរដើមទងពីទឹកភ្លៀងនិងផ្ទាំងថ្មអាថ៌កំបាំងដំបូងគេគឺមកពីទឹកភ្លៀងនៅពេលទឹកភ្លៀងធ្លាក់មកវារលាយចូលជាមួយឧស្ម័នកាបូនិកក្នុងអាកាសបង្កើតបានជាអាស៊ីតខ្សោយៗហើយនៅពេលទឹកភ្លៀងធ្លាក់ចុះមកប៉ះនៅលើផ្ទាំងថ្មវាក៏ធ្វើឲ្យផ្ទាំងថ្មរិចរិលនិងបញ្ចេញសារធាតុរ៉ែពិសេសគឺសូដ្យូមនិងក្លរ៉ូហេតុផលទី2គឺការហូរចូលនៃទន្លេសារធាតុរ៉ែដែលចេញពីថ្មទាំងនោះបានហូរតាមទឹកទន្លេនិងស្ទឹងឆ្ពោះទៅកាន់សមុទ្រទោះបីជាទឹកទន្លេមើលទៅសាបប៉ុន្តែបាននាំយកសារធាតុអំបិលក្នុងកម្រិតតិចតួចបំផុតទៅជាមួយជានិច្ចដោយសារការហូរចូលបែបនេះរាប់លានឆ្នាំទើបធ្វើឲ្យអំបិលប្រមូលផ្ដុំក្នុងសមុទ្រកាន់តែច្រើនហេតុផលទី3គឺភ្នំភ្លើងក្រោមបាតសមុទ្រក្រៅពីទឹកភ្លៀងក៏នៅមានប្រភពអំបិលពីក្រោមបាតសមុទ្រផងដែរភ្នំភ្លើងក្រោមទឹកនិងរុនកម្ដៅផែនដីបានបញ្ចេញសារធាតុរ៉ែនិងកម្ដៅពីក្នុងដីមកក្នុងទឹកសមុទ្រផ្ទាល់ដែលរួមចំណែកធ្វើឲ្យទឹកសមុទ្រកាន់តែប្រៃហេតុផលទី4គឺការហួតនៃទឹកនេះជាចំណុចសំខាន់បំផុតកម្ដៅព្រះអាទិត្យធ្វើឲ្យទឹកសមុទ្ររំហួតឡើងទៅលើមេឃដើម្បីក្លាយជាភ្លៀងប៉ុន្តែវាបានបន្សល់ទុកនៅអំបិលឲ្យនៅកកកុញនៅក្នុងសមុទ្រដដែលដំណើរការនេះកើតឡើងដដែលរាប់លានឆ្នាំធ្វើឲ្យទឹកសមុទ្ររក្សាកម្រិតភាពប្រៃរហូតមកតើមានអ្វីកើតឡើងបើទឹកសមុទ្រលែងប្រៃបើសិនជាទឹកសមុទ្រលែងប្រៃសត្វសមុទ្រនិងរុក្ខជាតិសមុទ្រជាច្រើននឹងត្រូវងាប់ចរន្តទឹកសមុទ្រដែលជួយគ្រប់គ្រងធាតុអាកាសនឹងត្រូវរំខានដែលអាចបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិដល់ពិភពលោកកាន់តែធ្ងន់ធ្ងរជារួមមកភាពប្រៃនៃទឹកសមុទ្រគឺជាលទ្ធផលនៃដំណើរការធម្មជាតិដ៏អស្ចារ្យរាប់លានឆ្នាំមកហើយចុះអ្នកទាំងអស់គ្នាវិញធ្លាប់លួចលេបទឹកសមុទ្រនៅពេលលេងទឹកនៅកំពង់សោមអត់តើវាប្រៃកម្រិតណាដែរកុំភ្លេច comment ប្រាប់នៅក្នុងវីដេអូទាំងអស់នេះផងប្រសិនបើគិតថាការចែករំលែកនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច Subscribe និង Like នៅ Channel ចម្ងល់ Daily Wonder ទាំងអស់គ្នាសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ